សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែឈរនៅពីមុខប្រាសាទកុហានគរដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រដពងឃុំពងរស្រុកអង្គរខេត្តកំពង់ធំហើយបើសិនជាបងប្អូនធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ6មកប្រាសាទនេះមានចម្ងាយតែ98គីឡូម៉ែត្រទេអញ្ចឹងហើយបន្តិចទៀតនេះខ្ញុំនឹងចូលទៅក្នុងទីធ្លានៃប្រាសាទដើម្បីផ្ដិតយករូបភាពក៏ដូចជាអត្ថាធិប្បាយខ្លះៗពីប្រវត្តិប្រាសាទកុហានគរនេះឲ្យបងប្អូនបានទស្សនាហើយសូមបញ្ជាក់ផងដែរប្រាសាទនេះមានទំហំទទឹង35ម៉ែត្របណ្ដោយ45ម៉ែត្រព័ទ្ធជុំវិញដោយគូទឹកតែដោយសារតែគូទឹកឆ្លងកាត់ពេលវេលាយូរវាធ្វើឲ្យរលប់ខ្លះប៉ុន្តែយើងអាចមើលដឹងថាព័ទ្ធជុំវិញប្រាសាទនេះគឺព័ទ្ធដោយគូទឹកហើយប្រាសាទនេះផងដែរចែកចេញជា3ផ្នែកផ្នែកទី1គឺមានកម្ពស់9ម៉ែត្រផ្នែកទី2មានកម្ពស់12ម៉ែត្រហើយផ្នែកទី3ដែលខ្ពស់បំផុតគឺមានកម្ពស់15ម៉ែត្រសូមបញ្ជាក់បងប្អូនផងដែរប្រាសាទនេះកសាងពីថ្មបាយក្រៀមហើយផ្នែកខ្លះនៃប្រាសាទគឺថ្មហើយផ្នែកខ្លះនៃប្រាសាទគឺកសាងពីថ្មភក់ដើម្បីកុំឲ្យខាតពេលយើងចូលទៅក្នុងប្រាសាទទាំងអស់គ្នាដើម្បីទស្សនារចនាបថប្រាសាទក៏ដូចជាដឹងពីប្រវត្តិខ្លះៗនៃប្រាសាទជាមួយខ្ញុំបាទឥឡូវនេះខ្ញុំបានចូលមកដល់ទីធ្លាខាងក្នុងនៃប្រាសាទហើយនេះគឺជាខ្លងទ្វារចូលខាងក្នុងប៉មនៃប្រាង្គប្រាសាទកុហានគរហើយខ្ញុំនឹងអត្ថាធិប្បាយខ្លះៗអំពីច្រកចូលនេះដោយសារតែផ្នែកនេះគឺជាផ្នែកសំខាន់ដែលបងប្អូនចង់ដឹងដោយសារតែវាមានរចនាបថស្អាតប្លែកភ្នែកបងប្អូនឥឡូវខ្ញុំនឹងនាំបងប្អូនមកទស្សនាផ្នែកខាងលើនៃតួប្រាសាទផ្នែកនេះពេលដែលយើងដើរចូលមកគឺយើងក៏បានក្លែកឃើញមុនគេដោយសារតែវានៅទល់មុខនឹងច្រកចូលនៃប្រាសាទតែម្ដងហើយបងប្អូនទស្សនាមើលក្បាច់នេះគេហៅថាចម្លាក់លៀនបែបគូតខ្យងហើយដែលមានរចនាបថបែបឃ្លាំងកសាងពីថ្មភក់ហើយដែលមានហើយកសាងតាំងពីសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1អញ្ចឹងយូរមែនទែនមុនប្រាសាទអង្គរវត្តទៅទៀតហើយរូបដែលនៅកណ្ដាលគេហ្នឹងគឺជារូបដំរីក្បាល3ហើយតួអង្គដែលគង់ប្រថាប់នៅលើដំរីក្បាល3ហ្នឹងគឺរូបតួអង្គព្រះឥន្ទដែលដំរីក្បាល3នេះជាយានជំនិះរបស់ព្រះឥន្ទហើយបើតាមខ្ញុំស្រាវជ្រាវមកដំរីក្បាល3នេះឈ្មោះមានឈ្មោះថាដំរីអេរវ៉ាន់ដែលកើតឡើងពីការកូរសមុទ្រទឹកដោះរវាងក្រុមអសុរៈនិងពពួកទេវតាផ្នែកខាងលើបងប្អូនបានឃើញហើយគឺមានរចនាបថស្អាតមែនទែនបងប្អូនរចនាបថបែបឃ្លាំងហើយជាចម្លាក់លៀនបែបគូតខ្យងបងប្អូនមើលទៅគឺថារស់រវើកមែនទែនបងប្អូនអាចមកទស្សនាបានខ្ញុំមិនដឹងថាអត្ថាធិប្បាយយ៉ាងម៉េចដើម្បីឲ្យសមនឹងតម្លៃនៃស្នាដៃរបស់បុព្វបុរសខ្មែរយើងទេគឺថាអស្ចារ្យមែនទែនបងប្អូនហើយសំខាន់ស្អាតបែបហ្នឹងហើយគឺឆ្លងកាត់រយៈពេលយូររាប់ពាន់ឆ្នាំប៉ុន្តែនៅតែរស់រវើកនៅតែស្រស់ស្អាតហើយពេលដែលយើងទស្សនាចុះមកក្រោមនេះបងប្អូនខ្ញុំចង់ឲ្យបងប្អូនកលេចមើលសងខាងនៃដៃខ្ញុំនេះគឺជាចម្លាក់លៀនទៀតហើយគឺចម្លាក់លៀនបែបផ្កាភ្ញីបងប្អូនផ្កាភ្ញីបើយើងមើលពីក្រោមឡើងលើពីខាងក្រោមនេះមានរូបរាជសីហើយបន្ទាប់មកមានរូបមានចម្លាក់ផ្កាភ្ញីនៅអមសងខាងហើយស្អាតមែនតើហើយថ្មវិញគឺជាថ្មភក់ប៉ុន្តែខ្ញុំគិតថាដោយសារតែឆ្លងកាត់ពេលវេលាយូរអញ្ចឹងទៅធ្វើឲ្យថ្មនេះមានសភាពពណ៌ខ្មៅវាប្រែពណ៌បងប្អូននេះពណ៌ដើមនៃថ្មភក់នេះឆ្លងកាត់ទឹកភ្លៀងឆ្លងកាត់ពន្លឺថ្ងៃឆ្លងកាត់ពេលវេលាយូរទៅវាប្រែពណ៌បងប្អូនអត់មានអ្នកណាយកសារធាតុខ្មៅឬក៏ថ្នាំអីមិនលាបទេបងប្អូនអាចមើលបានខ្ញុំប៉ះហើយតែអត់មានប្រឡាក់ដៃទេហើយគឺស្រស់ស្អាតមែនទែនបងប្អូនហើយពេលយើងដែលមើលពីក្រោមឡើងលើអញ្ចឹងទៅគឺក្បាច់នេះអមដោយផ្កាភ្ញីហើយខាងលើបំផុតគឺមានរូបនាគរាជក្បាល5នៅធ្វើជាខ្លោងទ្វារអញ្ចឹងបងប្អូនបានទស្សនាហើយខាងនេះក៏អញ្ចឹងដែរបងប្អូនខាងក្រោមនេះមានរូបតួអង្គជាទេវៈមានរូបតួអង្គជាទេវៈហើយបន្តមកទៀតយើងមានក្បាច់ផ្កាភ្ញីបែបចម្លាក់លៀនហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងក្បាច់ផ្កាភ្ញីទៀតគឺសសរនេះបងប្អូនគេហៅថាសសរពេជ្រហើយសសរពេជ្រនេះមានរាងជា8ជ្រុងក៏ពណ៌ខ្មៅរលោងដែរបងប្អូនខ្ញុំមើលទៅដូចនើអញ្ចឹងបងប្អូនដោយសារតែវាឆ្លងកាត់រយៈពេលយូរហើយនឹងកត្តាអាកាសធាតុប្រែប្រួលអាកាសធាតុអញ្ចឹងទៅធ្វើឲ្យថ្មភក់នេះប្រែពណ៌ពីពណ៌បែបនេះមកជាពណ៌ខ្មៅផ្នែកខ្លះគឺពណ៌ខ្មៅស្រស់ស្អាតមែនទែនបងប្អូនហើយច្រកចូលនេះគឺមានទទឹងប្រហែលជា1ម៉ែត្របងប្អូនទទឹងប្រហែលជា1ម៉ែត្រកម្ពស់ប្រហែលជា2ម៉ែត្រដោយសារតែខ្ញុំ1ម៉ែត្រ70ហើយពណ៌ភក់នេះនៅមានសភាពពណ៌ស្រស់ស្អាតដូចដើមបងប្អូនដោយសារតែនៅខាងក្នុងនេះប្រហែលជាវាអត់ត្រូវទឹកភ្លៀងអត់ត្រូវពន្លឺថ្ងៃអញ្ចឹងហើយវាធ្វើឲ្យរក្សាពណ៌បានល្អបែបធម្មជាតិហើយបន្តិចទៀតហ្នឹងក៏ខ្ញុំនឹងចូលទៅខាងក្នុងដើម្បីឲ្យបងប្អូនទស្សនានៅខាងក្នុងប៉មនៃប្រាសាទតើវាអស្ចារ្យបែបណាអញ្ចឹងយើងចូលទៅក្នុងទាំងអស់គ្នាបាទឥឡូវនេះខ្ញុំចូលមកខាងក្នុងប៉មនៃប្រាង្គប្រាសាទកុហានគរហើយបើសិនជាយើងកលេចមើលទៅខាងលើទៅផ្នែកខ្លះនៃដំបូលប្រាសាទគឺរងការបែកបាក់ខ្លះខ្ញុំគិតថាដោយសារតែកត្តាធម្មជាតិអាចថា natural disaster បងប្អូនគឺកត្តាគ្រោះធម្មជាតិអញ្ចឹងហើយធ្វើឲ្យផ្នែកនៃដំបូលឬក៏ប្រាង្គនៃប្រាសាទគឺរងនៃការខូចខាតខ្លះអញ្ចឹងហើយធ្វើឲ្យពន្លឺថ្ងៃជះពីខាងលើឥឡូវខ្ញុំថតនេះគឺម៉ោង10គឺពន្លឺថ្ងៃជះពីខាងលើចូលមកខាងក្នុងនៃប្រាសាទធ្វើឲ្យប្រសិទ្ធភាពប្រាសាទ
ធ្វើឲ្យប៉មនៃប្រាង្គប្រាសាទគឺមានសភាពភ្លឺដោយពន្លឺថ្ងៃអញ្ចឹងបងប្អូនឃើញភ្លឺទេបងប្អូនហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺអមសងខាងនៃជញ្ជាំងនេះគឺមានកន្លែងលាក់ខ្លួនដូចជាសេនាការពារអញ្ចឹងបងប្អូនខ្ញុំអាចចូលទៅបានលាក់ខ្លួនចេះបានបងប្អូនហើយខាងនេះដូចគ្នាមានលក្ខណៈដូចជាជញ្ជាំងដែលមានសេនាការពារនៃប្រាសាទអញ្ចឹងបងប្អូនសភាពថ្មវិញគឺស្មើល្អមែនទែនបងប្អូនអញ្ចឹងហើយទៅនេះក៏យើងអាចចូលទៅខាងក្នុងបានអញ្ចឹងដែរហើយខាងនេះក៏អញ្ចឹងដែរគឺមាន3បន្លោះអញ្ចឹងគឺសងខាងហ្នឹងគឺមាន6បន្លោះហើយបើតាមខ្ញុំសួរអ្នកអភិរក្សនៅប្រាសាទនេះគឺពីកាលពីដើមគឺមានរូបបដិមាមួយអង្គសម្រាប់យើងគោរពបូជាប៉ុន្តែដោយសារតែប្រទេសយើងឆ្លងកាត់សម័យសង្គ្រាមច្រើនអញ្ចឹងទៅធ្វើឲ្យជនទុច្ចរិតលួចរូបបដិមាយកទៅជួញដូរសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីថែរក្សាស្នាដៃរបស់បុព្វបុរសខ្មែរយើងទាំងអស់គ្នាអញ្ចឹងផ្នែកខាងក្នុងនៃប៉មប្រាសាទខ្ញុំបាននាំបងប្អូនខ្ញុំបាននាំបងប្អូនមកទស្សនាហើយអញ្ចឹងយើងទៅផ្នែកខាងក្រៅនៃប្រាង្គប្រាសាទគូហនគរទាំងអស់គ្នាថាតើវាមានរចនាបថស្អាតបែបណាហើយនឹងមានភាពទាក់ទាញបែបណាអញ្ចឹងទៅជាមួយខ្ញុំទាំងអស់គ្នាបាទឥឡូវនេះខ្ញុំមកដល់ប្រាង្គខាងក្រៅនៃប្រាសាទគូហនគរហើយនេះគឺជាផ្នែកខ្ពស់បំផុតនៃប្រាសាទគូហនគរដែលមានកម្ពស់15ម៉ែត្រអញ្ចឹងបងប្អូនអាចទស្សនាបានហើយផ្នែកនេះគឺជាផ្នែកដែលសំខាន់ដែលខ្ញុំចង់នេះគឺជាក្បាច់ក្រពុំឈូកហើយមានលក្ខណៈបែបហ្នឹងបងប្អូនហើយក្បាច់ក្រពុំឈូកនេះគឺតាមរយៈខ្ញុំស្រាវជ្រាវមកគឺក្បាច់ក្រពុំឈូកនេះគឺតំណាងឲ្យចក្រវាឡទាំងមូលរបស់ផែនដីអញ្ចឹងបងប្អូនពេលមកទស្សនាបងប្អូនអាចស្វែងយល់បានហើយកសាងពីថ្មបាយក្រៀបស្មើស្អាតមែនទែនបងប្អូនហើយសភាពថ្មបាយក្រៀបដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងដោយសារតែវាជួបនឹងអាកាសធាតុប្រែប្រួលមានពន្លឺថ្ងៃមានខ្យល់មានទឹកភ្លៀងអញ្ចឹងហើយធ្វើឲ្យថ្មបាយក្រៀបនេះសភាពខ្មៅរលោងបងប្អូនប៉ុន្តែគឺស្មើស្អាតមែនទែនបងប្អូនគឺដូចគេយកបន្ទាត់មកដំរៀបអញ្ចឹងបងប្អូនហើយនេះគឺជាផ្នែកដែលសំខាន់នៃប្រាសាទហើយក្បាច់ក្រពុំឈូកនេះមានកម្ពស់15ម៉ែត្រគឺជាផ្នែកខ្ពស់បំផុតនៃប្រាសាទគឺជាផ្នែកទី3នៃប្រាសាទអញ្ចឹងខ្ញុំនឹងទៅផ្នែកខាងក្រោយនៃប្រាសាទដើម្បីឲ្យបងប្អូនទស្សនាបន្តទៀតបាទឥឡូវនេះខ្ញុំមកដល់ផ្នែកខាងក្រោយនៃប្រាសាទហើយនេះគឺជាគោលបរៈទី3ដែលយើងអាចចូលពីខាងក្នុងប្រាសាទមកទស្សនានៅផ្នែកខាងក្រោយនៃប្រាសាទប៉ុន្តែបើយើងនៅខាងក្រៅវិញយើងមិនអាចចូលមកខាងក្នុងបានទេអាចនិយាយថានេះគឺជាក្លោងទ្វារបញ្ឆោតបងប្អូនមិនអាចចូលពីខាងក្រៅមកបានទេអញ្ចឹងក៏តែបងប្អូនចូលពីគូបរៈខាងមុខនៃក្លោងទ្វារប្រាសាទហើយពេលដែលចូលមកដល់ហើយបងប្អូនអាចមកទស្សនានៅខាងក្រោយនៃប្រាសាទនេះបានគឺពេលដែលខ្ញុំចូលមកដល់ទីនេះគឺមានអារម្មណ៍ថាអស្ចារ្យមែនតើបងប្អូនក្នុងនេះគឺជាដូចជារូងអាកំបាំងអីមួយអញ្ចឹងបងប្អូនអញ្ចឹងពេលដែលយើងទស្សនាហើយយើងកុំភ្លេចមកកន្លែងពេលដែលយើងបានមកទស្សនាប្រាសាទគូហនគរយើងកុំភ្លេចមកខាងក្រោយនៃប្រាសាទដែលគេហៅថាគោលបរៈទី3អញ្ចឹងយើងទៅទស្សនាផ្នែកផ្សេងទៀតនៃប្រាសាទខ្ញុំនឹងទៅបង្ហាញបណ្ណាល័យប្រាសាទគូហនគរដែលទៅនឹងព្រហ្មញ្ញសាសនាក៏ដូចជាកន្លែងធ្វើពិធីគោរពបូជាក៏ដូចជាកន្លែងតម្កល់សេវលឹងរបស់ព្រះហេសូអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាជាមួយខ្ញុំបាទបងប្អូនឥឡូវនេះខ្ញុំមកដល់បណ្ណាល័យរបស់ប្រាសាទគូហនគរហើយបណ្ណាល័យនេះគឺបែរមុខទៅទិសខាងលិចហើយប្រាសាទបែរមុខទៅទិសខាងកើតអញ្ចឹងមានលក្ខណៈផ្ទុយគ្នាហើយបណ្ណាល័យនេះតាមខ្ញុំសិក្សាស្រាវជ្រាវមកគឺជាកន្លែងតម្កល់គម្ពីរក្បួនខ្នាតផ្សេងៗដែលតាក់ទងនឹងព្រហ្មញ្ញសាសនាហើយនៅខាងក្នុងពីមុនគឺមានរូបបដិមាសម្រាប់បងប្អូនមកគោរពបូជាដើម្បីសុំសេចក្តីសុខឬក៏គោរពបូជាបន់ស្រន់ដើម្បីសុំពរជ័យពីបដិមាក៏ដូចជាពិធីសុំទឹកភ្លៀងឬក៏ពិធីសុំពរជ័យពីព្រះអាទិទេពអញ្ចឹងយើងនឹងចូលទៅក្នុងបណ្ណាល័យដើម្បីទស្សនាទាំងអស់គ្នាបងប្អូនពេលដែលយើងចូលមកដល់មាត់បណ្ណាល័យយើងឃើញក៏តសពេជ្របងប្អូនតសពេជ្រនេះគឺនៅអមសងខាងគឺនៅអមសងខាងនៃខ្លោងទ្វារចូលហើយតសពេជ្រនេះគឺមានសភាពខ្មៅរលោងមកបងប្អូនតែផ្នែកខាងក្នុងដែលអត់ទៅប៉ះនឹងកត្តាអាកាសធាតុខាងក្រៅមានសភាពពណ៌ដូចជាថ្មភក់ធម្មតាបងប្អូនអញ្ចឹងបងប្អូនបានដឹងពីប្រវត្តិបណ្ណាល័យក៏ដូចជាមូលហេតុអីដែលគេកសាងបណ្ណាល័យនេះឡើងហើយបាទយ៉ាងម៉េចហើយបងប្អូនក្រោយពីទស្សនាប្រាសាទគូហនគរជាមួយខ្ញុំទាំងអស់គ្នាតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរហើយក្រោយពីបងប្អូនបានមើលវីដេអូនេះហើយកុំភ្លេចមកទស្សនាប្រាសាទគូហនគរទាំងអស់គ្នាដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ពងឃុំវងរស្រុកតាំងគោកខេត្តកំពង់ធំហើយមិនត្រឹមតែបងប្អូនមកទីនេះទស្សនាប្រាសាទទេគឺទីនេះក៏មានវត្តផងដែរគឺវត្តគូហនគរដែលមានព្រះវិហារជាប់នឹងប្រាសាទគូហនគរតែម្ដងអញ្ចឹងបងប្អូនមកទីនេះចំណេញបានពីរទី1គឺស្វែងយល់ពីពុទ្ធសាសនាបងប្អូនជាភ្ញៀវទេសចរបរទេសបងប្អូនអាចមិនត្រឹមតែទស្សនាប្រាសាទបងប្អូនអាចស្វែងយល់ពីពុទ្ធសាសនាផ្សេងទៀតហើយបងប្អូនអាចមកលេងវត្តនេះគឺមានរូបបដិមាជាច្រើនដើម្បីឲ្យបងប្អូនធ្វើការគោរពបូជាអញ្ចឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងស្វែងរករមណីយដ្ឋានស្អាតៗដើម្បីចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាយបាយ